ការយល់ច្រឡំមួយចំនួនដែលបងប្អូនខ្មែរយើងយល់ច្រឡំថាបងប្អូនដែលនៅស្រុកក្រៅគឺសិតតែអ្នកមានលុយហើយគឺសិតតែអ្នកមានតាមពិតបងប្អូនខ្ញុំនិយាយមែនណាសម្រាប់តាក់ទងនឹងជីវិតអ្នកនៅស្រុកក្រៅខ្ញុំនិយាយតាក់ទងនឹងជីវិតអ្នកនៅស្រុកនៅប្រទេសបារាំងហ្មងឲ្យថាអ្នកមានលុយច្រើនអត់មានអីច្រើនប្រមាណទេបើថាអ្នកខ្លះគាត់ធូរធារគឺមានតែបើឲ្យថាសល់ច្រើនគឺអត់សល់ច្រើនទេតែគាត់មានជីវិតមួយដែលថាគាត់ធ្វើការហើយគាត់កាត់ពន្ធទៅឲ្យរដ្ឋជារៀងរាល់ខែអញ្ចឹងនៅពេលដែលពេលចាស់ឡើងគឺខាងប្រទេសបារាំងខាងរដ្ឋប្រទេសបារាំងគឺគាត់ចិញ្ចឹមយើងហើយនឹងមើលថែសុខភាពរបស់យើងគឺ free ចំណុចមួយហ្នឹងហើយដែលថាគាត់ហុកលុយបានប្រមាណប្រាក់ខែបានប្រមាណគឺគាត់បានកាត់សន្សំហើយអស់ហើយនៅសល់ប្រមាណគឺយើងគឺចាយអស់តែម្ដងអត់មានសល់ទេប៉ុន្តែបើថាអ្នកខ្លះគាត់ធូរធារគាត់អាចរកចាយអស់ហើយគាត់អាចនៅសល់សំទុកតលេងស្រុកខ្មែរទុកអីលេងបន្ថែមទៀតអញ្ចឹងណាចាហើយចឹងបើថាអ្នកស្រុកខ្មែរឃើញនៅអ្នកនៅស្រុកក្រៅឲ្យតែឃើញថាអូនិយាយរួមទៅឃើញតដើរលេងស្រុកក្រៅច្រើនណាឃើញទៅនេះទៅនោះហើយប្រាក់ខែក៏ច្រើនដែរចឹងប្រហែលជាអ្នកនៅស្រុកក្រៅហ្នឹងមានលុយច្រើនហើយអត់ចឹងទេបងប្អូនសម្រាប់អ្នកនៅប្រទេសបារាំងដូចខ្ញុំនិយាយអញ្ចឹងណាប្រាក់ខែជា average គឺអត់ច្រើនទេបើសម្រាប់តែយើងធ្វើបែបជា Smith ណាប្រាក់ខែត្រឹមតែ1000ជាងអ្នកខ្លះបានខ្ទង់ចិត្ត2000តែប៉ុណ្្នឹងឯងប៉ុន្តែការចំណាយហ្នឹងក៏ខ្ពស់ដែរអ្នកខ្លះស្ទឹងតែថាពេលដែលចំណាយហើយអត់មានលុយនៅសល់ទាំងសន្សំទៀតផងហើយពេលដែលចង់សន្សំទៅខ្មែរម្ដងណាគាត់ត្រូវសន្សំពី3ឆ្នាំនាំបានទៅខ្មែរម្ដងអញ្ចឹងថាអ្នកស្រុកខ្មែរយល់ថាបងប្អូននៅស្រុកក្រៅដឹងតែមានលុយអញ្ចឹងពេលបោកមកស្រុកខ្មែរប្រហែលត្រូវមកអាចសុំលុយបានឬខ្ចីលុយគេបានអញ្ចឹងណាតាមពិតការយល់ច្រឡំមួយនឹងធំខ្លាំងមែនតែនហើយមនុស្សស្រុកខ្មែរមួយអ្នកស្រុកខ្មែរមួយចំនួនទៀតគាត់គិតថាគាត់ចង់មកធ្វើការនៅស្រុកបារាំងឬក៏គាត់ចង់មកធ្វើការនៅស្រុកណាអីផ្សេងទៀតអញ្ចឹងណាចឹងបើសិនតែមកស្រុកប្រាំងបើឲ្យថាសល់លុយជាដុំកំភួនណាគឺអត់មានសល់អីច្រើនទេគ្រាន់តែថាមួយនៅស្រុកក្រៅពេលបើសិនតែយើងចាស់ទៅគឺយើងអត់ពិបាកព្រោះតកតងនឹងសេវាសុខភាពតកតងនឹងលុយដែលចាស់ទៅគេសម្រាប់ចិញ្ចឹមយើងហ្នឹងគឺឲ្យយើងគ្រប់គ្រាន់សម្រាប់ចាយឲ្យយើងឲ្យរស់ស្រួលឲ្យវេទនាទេតែបើសិនជាបងប្អូនថាចង់សល់លុយថាមកធ្វើការហ្នឹងចង់សល់លុយរាប់ម៉ឺនដុល្លារគឺអត់អាចហ្មងតែបើថាយើងគ្រាន់តែចង់រស់នៅស្រួលដោយអត់មានការព្រួយបារម្ភពេលចាស់អត់វេទនាអាហ្នឹងបងប្អូនមកចោះគឺល្អហ្មងគឺពេលចាស់ឡើងគឺបងប្អូនអត់មានវេទនាទេមិនថាបងប្អូនមិនមានគ្រួសារឬក៏មិនមានកូនអីក៏ដោយក៏ខាងគេនៅមើលឲ្យយើងដិតដល់ដែរហើយយើងមិនខ្វះខាតអីទេទោះជាយើងមិនសូវមានលុយប៉ុន្តែយើងនៅតែមានការញ៉ាំគ្រប់គ្រាន់ហើយពេទ្យរបស់គេនៅតែមើលឲ្យយើងហើយរស់នៅគឺថារស់នៅទាំងរស់ស្រួលតែម្ដងណាអញ្ចឹងសម្រាប់វីដេអូខ្ញុំមានប៉ុណ្ណឹងអរគុណបងប្អូន